大家好សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះលោកsưមានពាក្យពីរលើកយកមកបញ្យល់អ្នកទាំងអស់គ្នាពាក្យពីរហ្នឹងគឺបកប្រែន័យដូចគ្នាអត្ថន័យដូចគ្នាក៏ប៉ុន្តែអានជាសំឡេងគឺខុសគ្នាពាក្យទី1នោះគឺណាលីណាលីណាលីហ្នឹងគឺប្រែថាទីនោះឯនោះខាងនោះពាក្យទី2អានថាណាពៀន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 ហ្នឹងគឺប្រែថាឯនោះទីនោះខាងនោះដូចគ្នាអញ្ចឹងគឺពាក្យពីរហ្នឹងសំឡេងអានគឺខុសគ្នាក៏ប៉ុន្តែបកប្រែគឺអត្ថន័យដូចគ្នាអញ្ចឹងពេលដែលយើងប្រើគឺយើងប្រើថាឧទាហរណ៍ថានីឈីណាពៀនកាន់សមប្រែថាតើអ្នកទៅទីនោះធ្វើអ្វីនីហ្នឹងអ្នកឈីហ្នឹងគឺទៅកាន់សមកាន់សមកាន់គឺធ្វើសមហ្នឹងគឺអ្វីអញ្ចឹងយើងអាចនិយាយបានយើងសួរវាទៅថានីឈីណាពៀនកាន់សមប្រែថាតើអ្នកទៅទីនោះឬក៏អ្នកទៅឯនោះធ្វើអ្វីហើយមានភាគច្រើនខ្លះគេអាចនឹងនិយាយថានីឈីណាលីកាន់សមក៏គេអាចប្រើថានីឈីណាលីកាន់សមក៏គេប្រើយ៉ាងបានដូចគ្នាដែរនីឈីណាលីកាន់សមអត្ថន័យគឺប្រែថាតើអ្នកទៅទីនោះធ្វើអ្វីអញ្ចឹងពីរហ្នឹងគឺប្រែថាទីនោះឯនោះខាងនោះដូចគ្នាគ្រាន់តែអានខុសគ្នាមួយអានថាណាពៀនមួយទៀតអានថាណាលីកាត់ទុកផង